ខ្ញុំបានចាំជាយ៉ាសូមគ្រប់តាមបញ្ជាលោកគ្រូអ៊ំយកវត្ថុទៅសល់លោកគ្រូអ៊ំវិញជាងជាយ៉ាមើលទៅឯងនឹងយ៉ាងជៀនបានប្រើទង5ទឹកនឹងរូបថៃជីបំបែកត្រាកន្លាប់មេឃនិងកញ្ចក់ញីឈ្មោលបានហើយទទួលជំនួយពីលោកគ្រូអ៊ំពេលនេះវត្ថុទឹកទាំងពីរអាចបំបែកបានហើយអញ្ចឹងបងប្អូនអ៊ីងហុងនិងអ៊ីងជាវពេលនេះយ៉ាងម៉េចហើយអ៊ីងជាវអ៊ីងហុងពេលនេះពួកគេយើងដឹងហើយជាងជាយ៉ាហើយមិនបាច់បន្ទោសខ្លួនឯងនោះទេពេលនេះអ៊ីងជាវនិងអ៊ីងហុងបានសម្បត្តិពឹសពុលខ្លួនឯងបែរជាល្មើសនឹងពាក្យសម្បត្តិពេលនេះពាក្យសម្បត្តិស័ក្តិសិទ្ធិហើយលោកគ្រូអ៊ំព្រោះតែពួកគេទទួលការញញឹមពីអ្នកផ្សេងទើបអាចនឹងធ្លាក់ខ្លួននៅថ្នាក់នេះខ្ញុំគឺមិនដាច់ចិត្តនោះទេក្បត់នៅពាក្យសម្បត្តិមិនអាចគេចផុតពីគ្រោះបានទេហើយមិនចាំបាច់គិតទៀតឡើយត្រូវហើយជាងជាយ៉ាពេលនេះលេចិនជឺយ៉ាងម៉េចទៅហើយលេចិនជឺនៅក្នុងសមរភូមិស្លាប់របស់គេទាំងគូត្រូវអ៊ីងជាវកាច់បំបាក់ពេលនេះគេត្រូវរបួសក្រោយមកក៏បាត់ខ្លួនទៅពេលនេះមិនដឹងថាទៅណានោះទេសូមលោកគ្រូអ៊ំជួយណែនាំធ្វើយ៉ាងម៉េចរកគេឃើញទេរឿងនេះពួកឯងមិនបាច់បារម្ភនោះទេលេចិនជឺត្រូវលោកគ្រូអ៊ីងចុងជឺជួយទៅបាត់ហើយមិនយូរទេគេនឹងត្រឡប់ទៅស៊ីឈីវិញហើយល្អបើបានមានទៅហើយនោះខ្ញុំអាចទុកចិត្តបានហើយអរគុណលោកគ្រូអ៊ំជាងជាយ៉ាពេលនេះស៊ីឈីត្រូវការឯងទៀតឆាប់ទៅវិញទៅល្អអញ្ចឹងខ្ញុំសូមលាសិនហើយយើងក៏ទៅដែរលោកគ្រូមិនក៏ឈឺចាប់យ៉ាងនេះពិបាកទ្រាំយ៉ាងនេះអញ្ចឹងលោកគ្រូសិនកងប៉ាពេលនេះយើងកំពុងតែប្រើយុទ្ធសាស្ត្រវាយទម្លុះជីបចោក្នុងខ្លួនប្រាណរបស់ឯងហើយប្រកាសជាយល់ថាឈឺចាប់ពេញខ្លួនប្រាណហើយខ្ញុំដឹងហើយលោកគ្រូប៉ុន្តែហេតុអ្វីក៏វាយទម្លុះជីបចោក្នុងខ្លួនរបស់ខ្ញុំឈឺចាប់យ៉ាងនេះលោកគ្រូអាចជួយវាយទម្លុះជីបចោខ្ញុំឲ្យលឿនបន្តិចទៅបានទេខ្ញុំចិត្តទ្រាំលេខបានហើយទ្រាំមិនបានក៏ត្រូវតែទ្រាំដែរវាយទម្លុះជីបចោក្នុងខ្លួនមិនអាចអ៊ីនទះសាបានជាដាច់ខាតក៏មិនអាចធ្វើឲ្យសម្រេចភ្លាមបានដែរត្រូវតែតស៊ូរយៈពេល6យាមទៀតទើបបានអ្វីត្បិតតែដំណាក់កាលនេះឈឺចាប់តែឯងចង់យកឈ្នះជាងជាយ៉ាគឺត្រូវតែទ្រាំនឹងការឈឺចាប់ទាំងអស់នេះល្អខ្ញុំទ្រាំឲ្យតែអាចយកឈ្នះជាងជាយ៉ាបានខ្ញុំទ្រាំនឹងការឈឺចាប់ខ្លាំងយ៉ាងណាក៏បានដែរលោកមិនទាន់យ៉ាងលោកអបរាជគាត់នៅប្រទី2លោកមិនចាំបាច់បារម្ភទេលោកអបរាជមកហើយលោកអបរាជលោកគ្រូពូលោកអបរាជតើយ៉ាងម៉េចទៅហើយស្ដេចមេឃមានប្រាប់ថាស្ថានភាពអ៊ំប្រុសខ្ញុំយ៉ាងម៉េចទេលោកគ្រូពូពេលនេះលេចិនជឿនៅណាទៅពេលនេះគេយ៉ាងម៉េចហើយអ្នកប្រុសតូចសុខសប្បាយនោះទេម្យ៉ាងទៀតគេត្រូវលោកគ្រូអ៊ីងជុងជឺជួយគេបាត់ហើយគ្រូអ៊ំអ៊ីងចុងជឺតាមសម្ដីគ្រូអ៊ំនោះពេលនេះសិស្សច្បងអ៊ីងចុងជឺកំពុងតែព្យាបាលរបួសឲ្យគេហេតុនេះមិនយូរទេគេនឹងអាចត្រឡប់មកវិញអញ្ចឹងពិតជាល្អខ្លាំងណាស់សូមឲ្យលេចិនជឺនឹងឆាប់ត្រឡប់មកវិញដោយសុខសប្បាយចុះល្អណាស់ថ្មីនេះពុកម៉ែខ្ញុំគឺតែងតែសួរពីបងប្រុសខ្ញុំមិនដឹងថានៅអាចលាក់គាត់ដល់ណាទៀតទេគ្រូប្រុសតូចខ្ញុំនឹកនៅប្រុសតូចខ្លាំងណាស់មកវិញមែនបងប្រុសទីបំផុតឯងត្រឡប់មកវិញហើយឯងដឹងថាបងបារម្ភពីឯងប៉ុណ្ណាទេអ្នកប្រុសតូចខ្ញុំនឹកខ្លាំងណាស់ត្រូវហើយអ្នកប្រុសយ៉ាងម៉េចហើយនឹងរបួសរបស់លោកជាហើយឬណែឯងមើលចុះនេះឯងមើលទៅវ៉ា
អ្នកប្រតូចមើលទៅលោកបានជាសះស្បើយហើយមិនហើយអ្នកប្រតូចលោកអាចមកវិញបានពួកយើងពិតជាសប្បាយចិត្តណាស់បើពេលនេះអ្នកប្រតូចត្រឡប់មកវិញទៅហើយនោះអញ្ចឹងពួកយើងប្រញាប់យកដំណឹងល្អនេះប្រាប់ដល់អ្នកទាំងអស់គ្នាតែម្ដងទៅល្អពេលនេះខ្ញុំទៅប្រាប់ពុករបស់ខ្ញុំហើយនឹងគ្រូមីរបស់ខ្ញុំសិនបងទីឆាប់ទៅជួបពុកម៉ែទៅឲ្យឆាប់ឡើងល្អពិតជាមិនអន់ទេសម្ដេចបងខានកំដៅខ្ញុំមកដើរលេងនៅក្នុងសួនច្បារនេះយូរណាស់មកហើយមិនក៏ថ្ងៃនេះមានអារម្មណ៍ល្អយ៉ាងនេះអញ្ចឹងមុននេះបងពិតជារវល់រឿងនគររាល់ថ្ងៃមែនហេតុនេះមិនបានកំដៅអូនចេញមកដើរលេងយូរណាស់ហើយថ្ងៃនេះឃើញអាកាសធាតុល្អថ្មីនេះស៊ីឈីយើងនឹងចៅកើក៏គ្មានសង្គ្រាមទៀតហេតុនេះបងគិតថាចេញមកកំដៅអូនដើរលេងមើលសួនច្បាររបស់យើងម្ដងចុះខ្ញុំពិតជាសង្ឃឹមថាអាចរស់នៅដូចជាពេលនេះអញ្ចឹងគ្មានក្តីកង្វល់អ្វីទាំងអស់អូនសម្លាញ់មួយរយៈពេលនេះបងមិនបានមកសួនច្បារនេះទេស្មានមកដល់ថាអូនដាំដើមរុក្ខជាតិប្លែកច្រើនយ៉ាងនេះសោះពិតជាធ្វើឲ្យបងនេះបានភ្លឺភ្នែកមែនអត់ណែសម្លាញ់តើលោកជាចាមអីទៅមិនក៏ខ្ញុំមិនដែលឃើញសោះអញ្ចឹងរឿងមួយនេះគឺជាមយូរាដែលនៅក្នុងពាក្យដំណើរមយូរាគឺជាមួយក្នុងចំណោមវិញ្ញាណទាំង4ជាសត្វទេពដែលកម្រនឹងមានថាមែនទេនិយាយបែបនេះគឺជាប្រផ្នូលល្អមួយហើយសម្ដេចវាហោះទៅខាងនោះហើយមើលចុះមយូរាគឺជាសត្វទេពមនុស្សលោកកម្រនឹងបានជួបម្ដងណាស់ថ្ងៃនេះមយូរាបែរជាទុំនៅលើថ្មភ្នំរបស់ស៊ីឈីយើងឬមួយគឺចង់បង្ហាញប្រាប់ខ្ញុំថាដល់ពេលដែលផ្ដួលរលំរាជការសាងហើយសម្ដេចបែបនេះមែននោះអញ្ចឹងនេះគឺជាព្រំលិខិតហើយព្រំលិខិតឲ្យបងផ្ដួលរំលំរាជការសៀងនៅក្នុងពេលនេះមយូរាអើយមយូរាបើឯងមកទីនេះគឺចង់ប្រាប់ខ្ញុំថាដល់ពេលផ្ដួលរលំរាជការសាងហើយនោះអញ្ចឹងសូមឯងស្រែកឲ្យវែង3ដងទៅមយូរាស្រែកលើភ្នំស៊ីឈីពិតជាចង់ឲ្យជីឆាងខ្ញុំលើកតបផ្ដួលរលំរាជការសាងមែនគួងសឹងបាទផ្សព្វផ្សាយវិជាទៅឆាប់ហៅលោកអបរាជនិងអ្នកទាំងអស់គ្នាមកវិញភ្លាមគឺថាយើងមានកិច្ចការចង់ពិភាក្សាបាទសូមគោរពសម្ដេចសម្ដេចទាំងអស់គ្នាកុំគូសំអីសម្ដេចថ្ងៃនេះលោកហៅពួកយើងមកទីនេះជាពិសេសតើមានរឿងអ្វីដែលពិសេសចង់ប្រាប់ដល់ពួកយើងមានដែរទេមិនលាក់នឹងលោកអបរាជនោះទេប្រហែលថ្ងៃមុនខ្ញុំដើរលេងក្នុងសួនច្បារជាមួយប្រពន្ធខ្ញុំស្រាប់តែឃើញចាប់មួយក្បាលហោះមកងើយក្បាលឡើងគឺជាមយូរាមួយក្បាលទុំនៅលើថ្មដែលនៅក្នុងសួនច្បារព្រមទាំងងក់ក្បាល3ដងនៅស្រែក3ដងដាក់ខ្ញុំទៀតខ្ញុំកំពុងតែគិតថាមយូរាចង់ប្រាប់ខ្ញុំថាបានដល់ពេលផ្ដួលរលំចៅកើហើយមែនដែរឬទេអបអរសាទរសម្ដេចជូនពរសម្ដេចមយូរាទុំលើភ្នំសេឈីកបជួនគឺតំណាងឲ្យថាពេលនេះ
គឺដល់ពេលដែលសម្ដេចបង្កើតឈ្មោះនគរផ្ដួលរំលំទិញសិញហើយ បង្កើននគរខ្លួនឯងនេះទីសិងគ្មានធម៌មេត្តាមនុស្សនិងទេវតាស្អប់ស៊ីឈីយើងគួរតែផ្ដួលរលំចោលតែបង្កើតនគរខ្លួនឯងនេះមិនស្មើនឹងបះបោទៅហើយទេតើមែនទេ សម្ដេច នេះណា ពួកជននិយាយបែបនេះក៏ព្រោះតែប្រជារាស្ត្ររងយុត្តិធម៌ជូនទេវតាអញ្ចឹងមានឈ្មោះថាបះបោមកពីណាទេ ខ្ញុំលើកតបផ្ដួលរលំរាជការសាងក៏ដើម្បីតែសង្គ្រោះប្រជារាស្ត្រនៅក្នុងលោកដែរមិនមែនចង់ធ្វើជាស្រេចខ្លាញ់នោះទេ សម្ដេចលោកគិតមើលទេសេចក្ដីយើងគឺជាបកមានមេត្តាធម៌នេះគឺទីសិញគ្មានមេត្តាធម៌ធ្វើបាបប្រជារាស្ត្រម្យ៉ាងទៀតនោះចៅកើវាយលោកសេចក្ដីយើងមិនឈប់ឈរនោះទេស្ដេចក្រាញ់នៅក្នុងលោកសិតតែព្រមចោះចូលជាមួយយើងប្រជារាស្ត្រនៅក្នុងលោកពួកគេសិតតែសង្ឃឹមថាអាចនឹងទទួលមេដឹកនាំដ៏ឆ្លៀសវៃម្នាក់ពេលនេះលោកយល់សពបែបនេះទៅហើយនោះគាត់ជួនជាសបិនដ៏ល្អ